ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបញ្ចេញស្នាដៃធ្វើបបរគ្រឿងបងប្អូនប៉ុន្តែការបបរគ្រឿងរបស់ខ្ញុំមិនដឹងថាការធ្វើរបស់ខ្ញុំវាត្រូវប៉ុណ្ណាឬមួយមិនត្រូវទេបើបងប្អូនដឹងបងប្អូនចេះជួយប្រាប់ជួយខមមិនដល់ខ្ញុំផងពីព្រោះអីនេះគឺជាលើកទី1របស់ខ្ញុំឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមលេងកបន្ទាប់ពីលេងកហើយទឹកកពុះខ្ញុំក៏បានដាក់សាច់មាន់ដាក់សាច់ពៅដាក់គ្រឿងយឺហ៊ឺដាក់កាក្រៀមហើយបន្ទាប់ពីហ្នឹងគឺយើងមានចាស់ខ្វៃប៉ុន្តែចាស់ខ្វៃរបស់ចិននៅកញ្ចប់វាមិនដឹងថាឆ្ងាញ់ដូចយើងធ្វើភ្លាមអីចឹងណាខ្ញុំអត់ដឹងទេប៉ុន្តែក៏លើកទី1ដែរបើបានញ៉ាំឆាខ្វៃហ្នឹងចឹងបបររបស់យើងកំពុងតែពុះខុចខ្ញុំក៏យកសាច់មាន់ស្រង់សាច់មាន់ចេញដើម្បីប្រឡេះវាយកមកដាក់នៅបបរខាងក្រៅឥឡូវពួកម៉ាក់ខ្ញុំចាប់ផ្ដើមឲ្យគាត់ភ្លក់ថាឆ្ងាញ់ឬមិនឆ្ងាញ់បងប្អូនចាំស្ដាប់ទាំងអស់គ្នាអាមេទី3ឆ្ងាញ់ណាស់ទេវ៉ាវជាតិសាហាវហើយបងប្អូនមើលឃើញហីមាត់របស់គាត់ដឹងតែឆ្ងាញ់អញ្ចឹងហ្មងឥឡូវគឺពួកខ្ញុំបានឆ្អិនហើយមកញ៉ាំជុំគ្នាបាទអរគុណច្រើនវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងជម្រាបលាបាយ